សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ខ្មែរ Slow Podcast. I believe this will help you practice your Khmer. So the other day I saw, two ladies who, were trying to teach English to foreigner, and she said, a slow podcast is going to help people who are practicing the English. So I get her idea to apply with same people who would like to practice their Khmer. So I think from now on I will call all my videos is a Khmer Slow Podcast. Okay? So ខ្ញុំនឹងព្យាយាមនិយាយភាសាខ្មែរយឺតៗសម្រាប់បងប្អូនទាំងអស់គ្នាដែលមានបំណងចង់រៀនភាសាខ្មែរបាទជាថ្មីម្ដងទៀតខ្ញុំឈ្មោះតារាខ្ញុំជាគ្រូបង្រៀនភាសាខ្មែរក៏ដូចជាសម្របសម្រួលភាសាខ្មែរដែរហើយនឹងសម្របសម្រួលវប្បធម៌ខ្មែរដែរខ្ញុំសប្បាយចិត្តមែនទែនមានឱកាសដើម្បីជួយទាំងអស់គ្នាឲ្យអាចអនុវត្តភាសាខ្មែរបានហ្នឹងហើយក៏ប៉ុន្តែក្នុងការរៀនភាសាខ្មែរយើងត្រូវការអនុវត្តច្រើនហើយបានយើងត្រូវការអនុវត្តច្រើនពីព្រោះភាសាខ្មែរជាភាសាមួយដែលមានព្យញ្ជនៈហើយក៏មានស្រៈច្រើនជាងគេបើសិនយើងប្រៀបធៀបទៅនឹងភាសាផ្សេងៗនៅលើពិភពលោកបាទអញ្ចឹងក្នុងការនិយាយភាសាខ្មែរហ្នឹងគឺមិនមែនការងាយស្រួលទេអញ្ចឹងវាទាមទារឲ្យយើងអនុវត្តស្ដាប់ច្រើនអនុវត្តស្ដាប់និងអនុវត្តនិយាយច្រើនដើម្បីអាចយល់និងអាចនិយាយភាសាខ្មែរបានមានសំឡេងឬក៏ហៅមានតុងល្អអូខេసోថ្ងៃនេះខ្ញុំនឹងលើកឡើងប្រធានបទមួយដែលនិយាយអំពីការដើរកម្សាន្តបងប្អូនស្គាល់ទេការដើរកម្សាន្តការដើរកម្សាន្តមានន័យថាការដើរលេងពីតំបន់មួយទៅតំបន់មួយឧទាហរណ៍ថាចុងសប្តាហ៍មុននេះខ្ញុំនិងគ្រូសាបានទៅលេងនៅរមណីយដ្ឋានឈ្មោះដុំបើសិនជាបងប្អូនធ្លាប់មកកម្ពុជាបងប្អូននឹងស្គាល់ហើយតើភ្នំឧដុង្គនៅណាបាទក៏ប៉ុន្តែភ្នំឧដុង្គមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញទេយើងអាចជិះឡានទៅប្រហែលជា1ម៉ោងកន្លះតាមល្បឿននៃការបើករបស់យើងហើយនៅភ្នំឧដុង្គគឺមានកន្លែងជាប្រវត្តិសាស្ត្រច្រើនដែលយើងអាចទៅរៀនជាពិសេសដូចជាខ្ញុំជាខ្មែរក៏ខ្ញុំព្យាយាមទៅកន្លែងប្រវត្តិសាស្ត្រចឹងដែរដើម្បីរៀនបន្ថែមអំពីប្រវត្តិសាស្ត្រខ្មែរអានេះសំខាន់មែនតើអញ្ចឹងហើយចុងសប្តាហ៍មុនខ្ញុំនិងគ្រូសាបានទៅលេងភ្នំឧដុង្គខ្ញុំបើកឡានធ្វើដំណើរចេញពីផ្ទះប្រហែលម៉ោង7ព្រឹកក្រោយមកយើងឈប់តាមផ្លូវហើយចូលញ៉ាំអាហារពេលព្រឹកហើយយើងចំណាយពេលប្រហែលជា30ទៅ40នាទីដើម្បីញ៉ាំអាហារពេលព្រឹកក្រោយពីញ៉ាំអាហារពេលព្រឹកហើយខ្ញុំក៏បានបើកឡានបន្តដំណើរទៅមុខទៀតយើងទៅដល់ភ្នំឧដុង្គខ្ទង់ម៉ោងប្រហែលជា10ជាងបាទម៉ោង10ជាងអញ្ចឹងខ្ញុំក៏នាំកូននិងប្រពន្ធរបស់ខ្ញុំឡើងលើភ្នំបាទឡើងដើរនៅលើភ្នំអស់រយៈពេល1ម៉ោងកន្លះដើរលើភ្នំ1ម៉ោងកន្លះក្រោយមកក៏ចុះវិញយើងក៏នាំគ្នាទៅញ៉ាំបាយនៅខាងក្រោមជើងភ្នំជើងភ្នំបាទនៅកន្លែងភ្នំឧដុង្គគឺរមណីយដ្ឋានគេមានកន្លែងលក់បាយលក់ហូបហ្នឹងណាតែយើងអាចទៅទិញហើយញ៉ាំបានអញ្ចឹងប្រពន្ធខ្ញុំនិងខ្ញុំក៏បានដើរទៅទិញម្ហូបអាហារដើម្បីរៀបចំអាហារថ្ងៃត្រង់របស់បងប្អូនញ៉ាំអាហារហើយយើងក៏ត្រឡប់មកផ្ទះវិញបាទដល់យើងចេញពីឧដុង្គខ្ទង់ម៉ោងប្រហែលជាម៉ោង
2 កន្លះចេញមកវិញយើងធ្វើដំណើរមកភ្នំពេញអស់រយៈពេលថាជា2 ម៉ោងជារសារពេលយើងមកវិញស្ទះផ្លូវច្រើនមនុស្សច្រើនពេលល្ងាចមនុស្សធ្វើដំណើរច្រើនទៅឡច្រើនអញ្ចឹងយើងមកវិញដល់ពេលក្នុងម៉ោង 4 កន្លះបាទម៉ោង 4 កន្លះហើយយើងអស់កម្លាំងយើងរៀបចំខ្លួនហើយយើងប្រពន្ធចឹងក៏បានរៀបចំពេលល្ងាចញ៉ាំមួយគ្នាហើយក៏ចូលសម្រានទៅបាទអញ្ចឹងបើសិនជាបងប្អូនមានសំណួរអីទាក់ទងទៅនឹងប្រធានបទការដើរកម្សាន្តនេះសូមcomment នៅខាងក្រោមវីដេអូខ្ញុំហើយសួរជាសំណួរបាទអរគុណច្រើនមែនទែនបាទសូមជម្រាបលា